របៀបបង្កើតកញ្ចប់ដឹកជញ្ជូនលើ app M192 Delivery ដែលគ្រាន់តែចូលទៅកាន់ app រួចជ្រើសយកពាក្យ Create Package រួចវាបញ្ចូលនៅឈ្មោះនិងលេខទូរស័ព្ទនិងទីតាំងរបស់អតិថិជនដែលត្រូវធ្វើការដឹកទំនិញជូនម្ចាស់អាជីវកម្មអាចវាបញ្ចូលនៅតម្លៃកញ្ចប់ដឹកជញ្ជូននិងតម្លៃដែលត្រូវទទួលយកពីភ្ញៀវបានចំពោះទំនិញដែលមានទំហំធំជាងប្រអប់ស្បែកជើងឬក៏មានទម្ងន់ធ្ងន់ជាង2គីឡូតម្រូវឲ្យម្ចាស់អាជីវកម្មវាបញ្ចូលទំហំបណ្ដោយទទឹងនិងកម្ពស់និងគីឡូរបស់ទំនិញចំពោះករណីទំនិញដែលមានទំហំតូចជាងប្រអប់ស្បែកជើងឬស្រាលជាង2គីឡូម្ចាស់អាជីវកម្មអាចមិនចាំបាច់វាយបញ្ចូលបានរួចចុចលើចំណុចពណ៌ក្រហមនោះកញ្ចប់ដឹកជញ្ជូនត្រូវបានបង្កើតកញ្ចប់របស់អតិថិជននឹងលោតចូលទៅក្នុងពាក្យ draft ដើម្បីឲ្យម្ចាស់អាជីវកម្មជ្រើសរើសធ្វើការស្នើសុំឲ្យអ្នកដឹក M192 ទៅយកដល់ទីតាំងដើម្បីមានភាពងាយស្រួលដល់ម្ចាស់អាជីវកម្មដែលមានទំនិញចេញច្រើននោះគ្រាន់តែជ្រើសរើសយកពាក្យ upload package និងបញ្ចូលនៅរូបភាពកញ្ចប់ដែលម្ចាស់អាជីវកម្មបានរៀបចំរួចរាល់ដែលតម្រូវឲ្យកំណត់នៅលេខទូរស័ព្ទនិងទីតាំងនិងតម្លៃដែលត្រូវទទួលយកពីភ្ញៀវឲ្យបានត្រឹមត្រូវរួចរើសយកពាក្យ upload រួចជាការស្រេចរួចរាល់នឹងមានខាងក្រុមការងារធ្វើការបង្កើតកញ្ចប់សេវាកម្មដឹកជញ្ជូនជូនម្ចាស់អាជីវកម្មហើយនឹងមានអ្នកដឹកតាក់ទងទៅយកដល់ទីតាំងដូចគ្នា